កម្រិតខ្ពស់បំផុតនៃការរកស៊ីកម្រិតខ្ពស់បំផុតនៃការធ្វើអាជីវកម្មគឺធ្វើឲ្យអតិថិជនខ្លាយជាអ្នកផ្សព្វផ្សាយឲ្យយើងកេរ្តិ៍ឈ្មោះដែលរឹងមាំបំផុតគឺការណែនាំបន្តគ្នាដោយស្ម័គ្រចិត្តពីមិត្តភ័ក្តិការផ្សព្វផ្សាយពាណិជ្ជកម្មល្អបំផុតគឺការគាំទ្រស្ងាត់ស្ងាត់ពីអតិថិជនដែលត្រឡប់មកទិញម្ដងទៀតទំនុកចិត្តដែលជ្រាលជ្រៅបំផុតគឺនៅពេលដែលអតិថិជននិយាយថាខ្ញុំរកតែអ្នកប៉ុណ្ណោះនៅពេលធ្វើអាជីវកម្មយូរទៅយើងនឹងរកឃើញថាការចំណេញលុយបានម្ដងហៅថាសំណាងប៉ុន្តែការចំណេញលុយបានមួយជីវិតនោះហៅថាចរិតលក្ខណៈល្អធ្វើអាជីវកម្មមានតែផ្សព្វផ្សាយមិនរំខានការទិញលើកទី1គឺជាអតិថិជនព្រោះគេត្រូវការទិញលើកទី2គឺជាមិត្តភ័ក្តិព្រោះគេពេញចិត្តការទិញរយៈពេលវែងគឺជាអ្នកជួយគាំទ្រដ៏ថ្លៃថ្លាការទទួលបានការទទួលស្គាល់ពីអតិថិជនរឹតតែមានតម្លៃជាងការចំណេញប្រាក់ច្រើនទៅទៀតចងចាំផ្ដោតលើគុណភាពសេវាកម្មនិងទំនាក់ទំនងល្អមិនមែនគ្រាន់តែប្រាក់ចំណេញរយៈពេលខ្លីៗនោះទេ